Vàជំរាបសួរម្ដងទៀតតោះឥឡូវយើងទៅសិក្សាស្វែងយល់ទៅលើប្រមាណវិធីអឺទៅលើឯកធាតុអញ្ចឹងយើងមើលវត្ថុបំណងនៃមេរៀនរបស់យើងគឺការធ្វើប្រមាណវិធីគុណនិងប្រមាណវិធីចែកទៅលើឯកធាតុដែលមានអត្ថន័យច្រើនប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំនិយាយតែប្រមាណវិធីគុណទេចំណែកឯប្រមាណវិធីចែកគឺនៅវីដេអូបន្ទាប់អញ្ចឹងយើងចូលប្រមាណវិធីគុណនៃឯកធាតុយើងមើលឧទាហរណ៍ទី1គេមានចតុកោណដូចរូបដែលមានប្រវែងទទឹង3 សង់ទីម៉ែត្រហើយប្រវែងបណ្ដោយនេះគឺ4b សង់ទីម៉ែត្រអញ្ចឹងដើម្បីរកផ្ទៃកាឡានៃចតុកោណទាំងមូលនេះគឺយើងប្រើរូបមន្ត S ស្មើបណ្ដោយគុណនឹងទទឹងអញ្ចឹងគេបានប៉ុណ្ណេះបាន S ស្មើ 4b គុណនឹង 3a 4b គុណនឹង 3a គេពន្លាតបាន4គុណនឹង b គុណនឹង3គុណនឹង a បន្ទាប់មកគេផ្ដុំមេគុណនឹងនៅមេគុណហើយអថេរគឺនៅអថេរបន្ទាប់មកទៀតគេធ្វើប្រមាណវិធីទៅលើមេគុណ4គុណនឹង3បាន12ហើយប្រមាណវិធីទៅលើអថេរដូចគ្នា b គុណនឹង a គឺបាន ba ហើយយើងមើលឧទាហរណ៍ទី2គណនាផលគុណនៃឯកធាតុខាងក្រោមយើងមើលលំហាត់កនេះគឺ 3a ការ៉េគុណនឹង 2a គេអាចសរសេរបានថា3គុណនឹង a គុណនឹង a ហើយគុណ a គុណនឹង a ហើយគេអាចសរសេរបានទៀតគេផ្ដុំមេគុណរបស់វានៅជិតគ្នាហើយអថេរនៅជិតអថេរអញ្ចឹងគេបានប៉ុណ្ណឹង6គឺបានមកពីណាគឺបាន3គុណនឹង2ហើយ a គីបនេះបានមកពីណា a ស្វ័យគុណ3នេះគឺបានមកពី a គុណនឹង a ចំនួន3ដងយើងរៀនមេរៀនស្វ័យគុណយើងដឹងហើយកាលណាតួចំនួន1គុណនឹងគ្នាប្រមាណដងគឺស្មើនឹងស្វ័យគុណប៉ុណ្ណឹងហើយឧទាហរណ៍ខនេះក៏ដូចគ្នាដែរដក 4x លើកជាការ៉េនេះគឺគេអាចសរសេរបានថាដក 4x គុណនឹងដក 4x ហើយគេគ្រាន់តែផ្ដុំមេគុណរបស់វានៅជិតគ្នាដូចខាងលើដែរបន្ទាប់មកគេធ្វើប្រមាណវិធីលើមេគុណហើយនឹងអថេរគឺបាន 16x ការ៉េអញ្ចឹងតាមរយៈឧទាហរណ៍ទី1នេះហើយនិងឧទាហរណ៍ទី2នេះគេសង្កេតឃើញថាដើម្បីគុណឯកធាតុនិងឯកធាតុគេត្រូវរកផលគុណនៃមេគុណមានន័យថាយើងមើលឥឡូវនេះផលគុណនៃមេគុណ4គុណនឹង3បាន12ហើយផ្នែកអថេរនិងអថេរយើងគិតថាអថេរ b ហើយនិងអថេរ a អញ្ចឹងបាន ba រួចបញ្ចូលគ្នាអញ្ចឹងនៅពេលដែលយើងបន្តមកយើងគុណបញ្ចូលគ្នាបាន 12ab អញ្ចឹងគេកំណត់បានជាទូទៅមួយដើម្បីគុណឯកធាតុនិងឯកធាតុគេត្រូវរកផលគុណនៃមេគុណនិងមេគុណនិងផ្នែកអថេរនិងផ្នែកអថេររួចគុណបញ្ចូលគ្នាដើម្បីឲ្យអ្នកនរគ្នាកាន់តែយល់បន្ថែមតោះទៅមើលលំហាត់គំរូទាំងអស់គ្នាគឺមានលំហាត់គំរូប៉ុណ្ណឹងអញ្ចឹងយើងមើលដំណោះស្រាយតើគេធ្វើបែបណាលំហាត់ទី1នេះ 5a គុណនឹង 2b អញ្ចឹងគេគ្រាន់តែផ្ដុំមាននិយាយឲ្យខ្លីគេគ្រាន់តែធ្វើប្រមាណវិធីមេគុណនិងមេគុណហើយអថេរអញ្ចឹង5គុណនឹង2បាន10 a គុណនឹង b បាន ab យើងមើលលំហាត់ទី2នេះដក x ការ៉េគុណនឹងដក 9 y ការ៉េ x អញ្ចឹងឃើញថាអថេររបស់វាមាន x និង y ការ៉េអញ្ចឹងគេអាចសរសេរបានប៉ុណ្ណេះបន្ទាប់មកគេផ្ដុំមេគុណនិងមេគុណអថេរនិងអថេររួចធ្វើប្រមាណវិធីមេគុណហើយនិងអថេរអញ្ចឹងគេទទួលបានដក1គុណនឹងដក9បាន9 x គុណនឹង x គុណនឹង x បាន x គីបតមកគុណនឹង y ទៀតបាន x គីប y ការ៉េមួយទៀតខ្ញុំចង់ពន្លាតចំណេះដឹងអ្នកទាំងអស់គ្នាគឺលំហាត់ទី2នេះគេអាចសរសេរបានបែបនេះមានន័យថាផ្ដុំមេគុណដោយមេគុណបន្ទាប់មកយើងសរសេរបាន x ការ៉េនីតូសនវាគឺ2 + 1ហើយនឹងគុណនឹង y ការ៉េដោយយោងទៅតាមនេះប្រើរូបមន្តមួយនេះអញ្ចឹងវិធីនេះគឺងាយស្រួលតមកគឺដក1គុណនឹងដក9គឺបាន9ហើយកន្សោបមួយនេះគឺបាន x គីបគុណនឹង y ការ៉េអញ្ចឹងបាន 9x គីប y ការ៉េអញ្ចឹងគឺថាចម្លើយវាដូចគ្នាអ្នកនរគ្នាអាចធ្វើបានពីររបៀបមួយនេះហើយនិងរបៀបមួយនេះតើមួយណាស្រួលសម្រាប់អ្នកទាំងអស់គ្នា
ហើយមួយនេះដូចគ្នាដែរគ្រាន់តែគុណគ្នាចំនួន3ដងខ្ញុំសូមអត់ពន្យល់ច្រើនអ្នកនរគ្នាអាចស្វែងយល់បន្ថែមទៅលើរបៀបនៃការសរសេរទៅម្យ៉ាងទៀតអ្នកនរគ្នាក៏អាចធ្វើលំហាត់នេះដែលពឹងផ្អែកលើរូបមន្តមួយនេះដែរដោយធ្វើលំនាំគំរូដូចលំហាត់គំរូខាងលើបាទនេះគឺជាលំហាត់ប្រតិបត្តិសម្រាប់អ្នកនរគ្នាសិក្សាស្វែងយល់ដោយខ្លួនឯងអញ្ចឹងសង្ឃឹមអ្នកទាំងអស់គ្នាស្វែងយល់បានខ្លះទាក់ទងទៅនឹងប្រមាណវិធីគុណទៅលើឯកវិធីអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទជម្រាបលា